ដូច្នេះប្រាជ្ញាជួយយើងឲ្យយើងអាចប្រើចំណេះដឹងរបស់យើងយ៉ាងមានប្រសិទ្ធភាពបំផុតជាពិសេសប្រាជ្ញាដែលមកពីព្រះជាម្ចាស់ប្រាជ្ញានឹងធ្វើឲ្យផ្ទះរបស់យើងរឹងមាំដោយសារតែយើងប្រើវាត្រូវពេលនៅក្នុងជីវិតរបស់យើងហើយប្រាជ្ញាក៏នឹងជួយយើងឲ្យយើងអាចលំអជីវិតរបស់យើងពោពេញទៅដោយសុភមង្គលនិងពោពេញទៅដោយសេចក្តីសុខសាន្តដែលមាននៅក្នុងជីវិតដែរកាលពីសប្តាហ៍មុនយើងបានសិក្សាអំពីកំហុសដែលព្រះបាទសាឡូមោនបានធ្វើទាស់នឹងបញ្ញត្តិរបស់ព្រះជាម្ចាស់ប៉ុន្តែកំហុសរបស់ព្រះបាទសាឡូមោនមិនអាចរារាំងគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់ព្រះអង្គបានឡើយសេចក្តីសន្យារបស់ព្រះចំពោះព្រះបាទដាវីតនិងចំពោះបុត្ររបស់ព្រះបាទដាវីតនៅតែកើតមានឡើងទៅតាមគម្រោងដែលព្រះជាម្ចាស់រៀបចំបើលោកអ្នកមានព្រះគម្ពីរលោកអ្នកអាចបើកទៅជាមួយខ្ញុំនៅពងសាវនក្សត្រខ្សែទី1ជំពូកទី3យើងចាប់ផ្ដើមអានពីខទី3ទៅព្រះបាទសាឡូមោនស្រឡាញ់ព្រះអង្គម្ចាស់និងប្រព្រឹត្តតាមដំបូន្មានដែលព្រះបាទដាវីតជាបិតាបានផ្ដែផ្ដាំប៉ុន្តែព្រះរាជាបានក៏ធ្វើពិធីថ្វាយចាញ់បូជានិងគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ខ្ពស់ដែរថ្ងៃមួយព្រះរាជាយាងទៅគីបៀនដើម្បីថ្វាយចាញ់បូជាបិទទីនោះជាកន្លែងសក្ការៈសំខាន់ជាងគេព្រះបាទសាឡូមោនបានថ្វាយសត្វ1000ជាដង្វាយដុតទាំងមូលនៅលើអាសនៈនោះក្នុងពេលដែលព្រះបាទសាឡូមោនគង់នៅគីបៀនព្រះអង្គម្ចាស់បានសម្ដែងឲ្យស្ដេចឃើញក្នុងសបិននិមិត្តនៅពេលយប់ព្រះជាម្ចាស់មានព្រះបន្ទូលថាបើអ្នកចង់បានអីចូលសុំមកចុះយើងនឹងប្រគល់ឲ្យព្រះបាទសាឡូមោនទូលថាព្រះអង្គបានសម្ដែងប្រហារតីសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំគឺព្រះបាទដាវីតជាអ្នកបម្រើរបស់ព្រះអង្គព្រោះបិតាទូលបង្គំរស់នៅដោយភក្តីភាពសុចរិតនិងមានចិត្តស្មោះត្រង់ចំពោះព្រះអង្គព្រះអង្គនៅតែសម្ដែងប្រហារតីសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំដោយប្រោសប្រទានឲ្យស្ដេចមានបុត្រមួយអង្គឡើងស្នងរាជនៅថ្ងៃនេះបបិទ្ធព្រះអម្ចាស់ជាព្រះនៃទូលបង្គំព្រះអង្គបានតែងតាំងទូលបង្គំឲ្យឡើងស្នងរាជរបស់ព្រះបាទដាវីតជាបិតាទូលបង្គំប៉ុន្តែទូលបង្គំនៅក្មេងខ្ចីពេកមិនទាន់ចេះគ្រប់គ្រងស្រុកនៅឡើយទូលបង្គំត្រូវដឹកនាំប្រជាជនដែលព្រះអង្គបានជ្រើសរើសគឺប្រជាជនដ៏ច្រើនឥតគណនាហេតុនេះសូមព្រះអង្គប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញាឆ្លៀសវៃដើម្បីគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គហើយឲ្យទូលបង្គំចេះវិនិច្ឆ័យស្គាល់ល្អស្គាល់អាក្រក់បើមិនដូច្នោះទេតើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនឥតគណនារបស់ព្រះអង្គបានព្រះបាទសាឡូមោនចាប់ផ្ដើមនៅកិច្ចការគ្រប់គ្រងប្រទេសអ៊ីស្រាអែលដោយស្មោះត្រង់ដោយសេចក្តីស្រឡាញ់របស់ព្រះបាទសាឡូមោនចំពោះព្រះជាម្ចាស់ព្រះអង្គបានរៀបចំធ្វើចាញ់បូជាថ្វាយទៅដល់ព្រះអង្គនៅគីបៀនហើយព្រះអង្គបានថ្វាយចាញ់បូជាជាច្រើនដើម្បីថ្វាយព្រះកិត្តិនាមដ៏ខ្ពង់ខ្ពស់ទៅដល់ព្រះជាម្ចាស់ដូចដែលព្រះបិតាទ្រង់បានសម្ដែងប្រាប់ព្រះបាទសាឡូមោនឲ្យធ្វើកិច្ចការទាំងអស់នោះសម្រាប់ព្រះជាម្ចាស់យើងដឹងហើយថាព្រះបាទដាវីតជាស្ដេចមួយអង្គដែលគោរពកោតខ្លាចព្រះជាម្ចាស់បំផុត
ហើយព្រះអង្គគឺជាស្ដេចមួយដែលជាទីគប់ផាតីរបស់ព្រះជាម្ចាស់ដូច្នេះសេចក្តីសន្យារបស់ព្រះជាម្ចាស់ចំពោះព្រះបាទដាវីតព្រះអង្គនៅតែមានរហូតមកដល់សម័យព្រះបាទសាឡូមោនដែលជាបុត្ររបស់ព្រះបាទដាវីតព្រះអង្គនៅតែគប់ផាតីចំពោះព្រះបាទដាវីតហើយក៏គប់ផាតីចំពោះបុត្ររបស់ព្រះបាទដាវីតដែរព្រះអង្គជ្រាបយ៉ាងច្បាស់ថាព្រះបាទសាឡូមោននៅក្មេងខ្ចីជ្រាបយ៉ាងច្បាស់ថាព្រះបាទសាឡូមោនត្រូវការប្រាជ្ញាដើម្បីដឹកនាំប្រជារាស្ត្រដ៏ធំនេះប៉ុន្តែព្រះអង្គចង់ឲ្យព្រះបាទសាឡូមោនបានសម្ដែងពីសេចក្តីស្មោះត្រង់ដែលមាននៅក្នុងចិត្តព្រះបាទសាឡូមោនថាតើសាឡូមោនចង់បានអីតើសាឡូមោនពិតជាជ្រើសរើសអ្វីមួយដែលត្រឹមត្រូវដូចដែលព្រះបាទដាវីតបានជ្រើសរើសអ្វីដែលត្រឹមត្រូវនៅពេលដែលព្រះបាទដាវីតគ្រប់គ្រងរាជសម្បត្តិនោះដែរបើយើងមើលនៅក្នុងខទី8ព្រះបាទសាឡូមោនទូលថាទូលបង្គំត្រូវដឹកនាំប្រជាជនដែលព្រះអង្គបានជ្រើសរើសគឺប្រជាជនដ៏ច្រើនឥតគណនាបើយើងគិតចាប់ពីពេលដែលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបមានចំនួនជាង1 លាននាក់តែរហូតមកដល់ពេលដែលព្រះបាទសាឡូមោនគ្រប់គ្រងនេះប្រជាជនមានរហូតទៅដល់ប្រហែលជា4 លាននាក់ដូច្នេះប្រជាជននេះច្រើននៅសម័យនោះឯងប្រទេសមួយដ៏ធំនៅសម័យនោះឯងដែលមានប្រជាជនដ៏ច្រើនបែបនេះឯងព្រះបាទសាឡូមោនវិញទ្រង់ក៏នៅក្មេងខ្ចីប្រហែលជាអាយុ20 ឆ្នាំដូច្នេះវាពិបាកសម្រាប់ការដឹកនាំដែលព្រះអង្គត្រូវដឹកនាំប្រជាជាតិនេះទោះបីជាព្រះអង្គមានចំណេះដឹងច្រើនប៉ុន្តែព្រះបាទសាឡូមោនគ្មានបទពិសោធន៍មិនយល់ពីកិច្ចការដឹកនាំប្រទេសមិនយល់ពីការរៀបចំនិងចាត់ចែងនៅក្នុងប្រទេសហើយភាពឆ្លាតវៃរបស់ព្រះបាទសាឡូមោនក៏មិនមែនជាភាពឆ្លាតវៃរបស់ព្រះជាម្ចាស់ដែរដូច្នេះព្រះបាទសាឡូមោនសុំប្រាជ្ញានិងសុំការចេះវិនិច្ឆ័យអ្វីដែលល្អនិងអ្វីដែលអាក្រក់ដើម្បីឲ្យព្រះអង្គអាចដឹកនាំស្រុកនោះបានល្អទ្រង់ចង់ដឹកនាំស្រុកដែលក្រោមការដឹកនាំរបស់ព្រះជាម្ចាស់មិនមែនចេញពីគំនិតចេញពីប្រាជ្ញារបស់មនុស្សនោះទេប៉ុន្តែចេញពីប្រាជ្ញារបស់ព្រះជាម្ចាស់ព្រះអង្គចង់អនុវត្តនៅប្រាជ្ញានិងចំណេះដឹងដែលចេញមកពីព្រះជាម្ចាស់ទៅតាមរបៀបត្រឹមត្រូវរបស់ព្រះជាម្ចាស់ផ្ទាល់បើយើងមើលនៅក្នុងខទី10បន្ទាប់បានចែងថាព្រះអង្គម្ចាស់សពប្រតិនឹងការទូលសុំរបស់ព្រះបាទសាឡូមោនព្រះជាម្ចាស់ទ្រង់សពប្រតិដោយសារតែការទូលសុំនេះគឺជាការទូលសុំមួយដែលបន្ទាបខ្លួនហើយជាការទូលសុំមួយដើម្បីប្រជារាស្ត្រដ៏ធំនេះឯងមិនមែនជាការទូលសុំមួយសម្រាប់តែសេចក្តីស្រើបស្រាលសម្រាប់តែបំណងចិត្តឬបំពេញតណ្ហារបស់ស្ដេចនោះទេប៉ុន្តែជាការទូលសុំមួយសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ខទី11បានចែងថាព្រះអង្គក៏មានព្រះបន្ទូលថាអ្នកមិនបានទូលសុំឲ្យមានអាយុវែងមានទ្រព្យសម្បត្តិស្រុកស្ដំឬឲ្យខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយតែអ្នកទូលសុំឲ្យមានប្រាជ្ញាវាងវៃនិងការយល់ដឹងដើម្បីគ្រប់គ្រងប្រជារាស្ត្រដោយយុត្តិធម៌អ្វីដែលព្រះបាទសាឡូមោនទូលសុំគឺជាកិច្ចការដែលគប់ផាតីព្រះជាម្ចាស់ពីព្រោះសាឡូមោនសុំគឺដើម្បីឲ្យទ្រង់មានបញ្ញាក្នុងការដឹកនាំប្រជារាស្ត្រដ៏ធំនេះហើយឲ្យទ្រង់បានយល់ដឹងនិងប្រព្រឹត្តអ្វីដែលត្រឹមត្រូវឬស្របតាមព្រះハរតីរបស់ព្រះជាម្ចាស់កុំឲ្យសេចក្តីអាក្រក់ណាមួយបានចូលទៅក្នុងជីវិតរបស់ព្រះអង្គផ្ទាល់ក្នុងខទី12បានចែងថាដូច្នេះយើង
នឹងធ្វើតាមការទូសុំរបស់អ្នកគឺយើងឲ្យអ្នកមានបញ្ញានិងការយល់ដឹងដែលគ្មាននរណាអាចប្រៀបស្មើនឹងអ្នកបានឡើយទោះបីពីមុនក្តីឬទៅអនាគតក្តីលើសពីនេះទៅទៀតយើងនឹងផ្ដល់ឲ្យអ្នកមានអ្វីដែលអ្នកមិនបានទូសុំយើងដែរគឺទ្រព្យសម្បត្តិភាពថ្កុំថ្កើងរុងរឿងក្នុងមួយជីវិតរបស់អ្នកគ្មានស្ដេចណាមួយអាចប្រៀបស្មើនឹងអ្នកបានឡើយមួយវិញទៀតប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើងហើយប្រណិប័តតាមច្បាប់និងបទបញ្ជារបស់យើងដោយដាវីតជាបិតាអ្នកនោះយើងនឹងធ្វើឲ្យអ្នកមានអាយុវែងព្រះអង្គមានព្រះបន្ទូលសរសើរអំពីការទូលសុំរបស់ព្រះបាទសាឡូមោនព្រះអង្គមានព្រះបន្ទូលថាអ្នកមិនបានទូលសុំសម្រាប់អាយុវែងសម្រាប់ភាពថ្កុំថ្កើងសម្រាប់ធ្វើឲ្យខ្មាំងសត្រូវបរាជ័យប៉ុន្តែស្ដេចទូលសុំប្រាជ្ញាដើម្បីដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់នោះគឺជាអ្វីដែលគប់ផាតីព្រះជាម្ចាស់ពេលដែលយើងចូលទៅព្រះជាម្ចាស់តើអ្វីដែលយើងសម្ដែងទៅដល់ព្រះអង្គពីមហិច្ឆតាដែលមាននៅក្នុងជីវិតរបស់យើងពីបំណងចិត្តរបស់យើងឬក៏ពីអ្វីដែលយើងត្រូវការនៅក្នុងជីវិតការទាំងអស់នោះខ្ញុំជឿថាព្រះជាម្ចាស់ទ្រង់មិនស្អប់ឬក៏មិនវិនិច្ឆ័យចំពោះការទូលសុំរបស់យើងទេប៉ុន្តែមានការទូលសុំមួយដែលគប់ផាតីព្រះជាម្ចាស់គឺជាការទូលសុំមួយដែលត្រឹមត្រូវការទូលសុំដែលជួយឲ្យអ្នកដទៃផ្សេងទៀតបានចម្រើនឡើងហើយការទូលសុំរបស់ព្រះបាទសាឡូមោនសុំដើម្បីជួយទៅដល់ប្រជារាស្ត្ររបស់ព្រះអង្គដើម្បីគ្រប់គ្រងដោយយុត្តិធម៌ហើយព្រះអង្គគប់ផាតីហួសពីការទូលសុំរបស់ព្រះបាទសាឡូមោនគឺព្រះអង្គប្រទានឲ្យព្រះបាទសាឡូមោនមានអាយុវែងមានសម្បត្តិស្រុកស្ដំមានប្រាជ្ញាវាងវៃថែមទៀតផងដូច្នេះអ្វីដែលយើងទូលសុំពេលណាដែលយើងទូលសុំដោយបំណងចិត្តត្រឹមត្រូវដោយការដែលចង់ឃើញប្រជារាស្ត្ររបស់ព្រះចម្រើនឡើងនោះព្រះអង្គក៏នឹងចាប់ផ្ដើមប្រទានពរទៅដល់យើងថែមទៀតពីព្រោះតែសេចក្តីត្រឹមត្រូវដែលមាននៅក្នុងចិត្តរបស់យើងផ្ទាល់បើយើងទូលសុំកិច្ចការមួយដែលមិនត្រឹមត្រូវគ្រាន់តែជាមហិច្ឆតារបស់យើងព្រះជាម្ចាស់ទ្រង់ក៏នឹងមិនវិនិច្ឆ័យចំពោះកំហុសរបស់យើងប៉ុន្តែប្រហែលជាព្រះអង្គនឹងរៀបចំអ្វីដែលត្រឹមត្រូវសម្រាប់យើងផ្ទាល់បញ្ញាពិតប្រាកដគឺជាប្រាជ្ញាដែលកើតឡើងចេញពីការបើកសម្ដែងរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងអាចប្រើប្រាជ្ញារបស់យើងទៅតាមអ្វីដែលយើងមានប៉ុន្តែបើយើងមានប្រាជ្ញាមកពីព្រះជាម្ចាស់យើងនឹងធ្វើហួសពីអ្វីដែលយើងមានហើយក៏ត្រឹមត្រូវល្អឥតខ្ចោះផងនៅក្នុងសុភាសិតចំពុកទី1ខទី7បានចែងថាការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃការចេះដឹងអ្នកខ្លៅតែងតែមើលងាយតម្រេះប្រាជ្ញានិងការព្រៀនប្រដៅសុភាសិតចំពុកទី1ខទី7បានចែងយ៉ាងច្បាស់ថាការគោរពកោតខ្លាចព្រះធ្វើឲ្យយើងអាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងតែមនុស្សខ្លៅមិនចូលចិត្តការទាំងអស់នោះទេពីព្រោះគេចង់ធ្វើអ្វីទៅតាមចិត្តរបស់ពួកគេផ្ទាល់គេមិនចង់បាននៅការដឹកនាំចេញពីព្រះជាម្ចាស់តែគេធ្វើអីទៅតាមគេផ្ទាល់ជួនកាលយើងទាំងអស់គ្នាយើងក៏ភ្លេចអំពីការទាំងអស់នោះយើងធ្វើអីទៅតាមចិត្តរបស់យើងមានអ្នកខ្លះទៀតចាប់ផ្ដើមចិត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅតាមបំណងចិត្តរបស់ខ្លួនផ្ទាល់ឬក៏ឆ្លើយតាមចិត្តរបស់ខ្លួនផ្ទាល់
ដោយសារតែខ្លួនបានប្រព្រឹត្តការទាំងអស់នោះប៉ុន្តែខ្ញុំប្រាប់លោកអ្នកទាំងអស់គ្នាទោះបីជាលោកអ្នកច្រឹបលោកអ្នកវាងលោកអ្នកបញ្យលបែបណាក៏ដោយប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅតែមានសេចក្តីពិតនៅក្នុងព្រះបន្ទូលនោះយើងមិនអាចកែក្រឡៃឲ្យវាទៅជាអ្វីមួយដែលជួយគ្រប់គ្រងឬក៏បិទបាំងនៅការអាម៉ាស់របស់យើងបាននោះឡើយព្រះបន្ទូលគឺមានសេចក្តីពិតនៅក្នុងនោះផ្ទាល់ដូច្នេះចូលឲ្យសេចក្តីពិតនោះបានបើកសម្ដែងនៅក្នុងចិត្តគំនិតរបស់យើងវិញសុភាសិតចំពុកទី2ខទី6បានចែងថាមានតែព្រះជាម្ចាស់ទេដែលប្រទានប្រាជ្ញាចំណេះវិជ្ជានិងការដឹងខុសត្រូវសុទ្ធតែមកពីព្រះអង្គទាំងអស់មានតែព្រះអង្គទេដែលអាចប្រទានបញ្ញាឲ្យយើងហើយការចេះដឹងការចំណេះវិជ្ជានិងការយល់ដឹងខុសត្រូវគឺមកពីព្រះជាម្ចាស់ទាំងអស់ដូច្នេះមានតែព្រះអង្គទេដែលអាចប្រទានឲ្យយើងទាំងគ្នាប្រហែលជាយើងគិតថាខ្ញុំមានបញ្ញាគ្រប់គ្រាន់ខ្ញុំឆ្លាតវៃគ្រប់គ្រាន់ប៉ុន្តែរបៀបឆ្លាតវៃរបស់យើងគឺតាជារបៀបមួយដែលនៅលើโลกនេះឯងជារបៀបមួយដែលយើងគិតថាយើងជាមនុស្សឆ្លាតសម្រាប់មនុស្សទូទៅទាំងអស់នោះឯងប៉ុន្តែការឆ្លាតដែលមកពីព្រះជាម្ចាស់គឺជាការឆ្លាតមួយដែលនាំអ្នកទៅរកសុភមង្គលដ៏ពិតប្រាកដនាំអ្នកទៅរកភាពថ្កុំថ្កើងពិតប្រាកដនៅក្នុងជីវិតរបស់អ្នកផ្ទាល់សុភាសិតចំពុកទី9ខទី10បានចែងថាការគោរពកោតខ្លាចព្រះអង្គម្ចាស់ជាប្រភពនៃប្រាជ្ញាការស្គាល់ព្រះជាម្ចាស់ជាចំណេះដឹងរបស់ប្រជារាស្ត្រដ៏វិសុទ្ធសូមឲ្យចិត្តរបស់យើងបានអោនលំទោនទៅចំពោះព្រះជាម្ចាស់ដូចជាព្រះបាទសាឡូមោនដែលបានអោនលំទោនទៅរកព្រះជាម្ចាស់ដោយការគោរពនិងការកោតខ្លាចចំពោះព្រះអង្គដូច្នេះប្រាជ្ញានឹងធ្លាក់ចូលមកក្នុងជីវិតរបស់យើងការដែលចំណេះដឹងក៏នឹងធ្លាក់ចូលមកក្នុងជីវិតរបស់យើងគឺជាប្រាជ្ញានិងចំណេះដឹងដែលមកពីព្រះជាម្ចាស់ផ្ទាល់បើយើងមិនស្គាល់ព្រះជាម្ចាស់ទេយើងក៏មិនអាចទទួលប្រាជ្ញានោះបានដែរយើងនៅសម័យនេះយើងអាចទទួលតាមរយៈនៃការស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់ព្រះអង្គនឹងប្រទានប្រាជ្ញាសម្រាប់ជីវិតរបស់យើងផ្ទាល់គឺជាប្រាជ្ញាដែលធ្វើឲ្យវិញ្ញាណរបស់យើងអាចដឹកនាំជីវិតរបស់យើងនៅក្នុងសម័យនេះផ្ទាល់សុភាសិតចំពុកទី24ខទី3បានចែងថាដោយសារប្រាជ្ញាគេសង់ផ្ទះបានដោយសារការឆ្លៀសវៃគេធ្វើឲ្យផ្ទះនោះរឹងមាំហើយដោយសារតម្រេះគេធ្វើឲ្យបន្ទប់មានពេញដោយវត្ថុដែលមានតម្លៃជាទីគាប់ចិត្តអ្នកប្រាជ្ញតែងតែមានកម្លាំងហើយអ្នកចេះដឹងមានកម្លាំងកាន់តែខ្លាំងឡើងមុននឹងធ្វើសង្គ្រាមត្រូវរិះគិតឲ្យបានដិតដល់មានទីប្រឹក្សាច្រើននាំឲ្យមានជោគជ័យដោយសារប្រាជ្ញាមនុស្សអាចសង់ផ្ទះបានឬក៏ដោយសារតែប្រាជ្ញាដែលមកពីព្រះជាម្ចាស់មនុស្សអាចនឹងមានកសាងសុភមង្គលនៅក្នុងជីវិតរបស់ពួកគេប្រាជ្ញាផ្ដល់ឲ្យយើងមានភាពឆ្លាតវៃនៅក្នុងជីវិតប្រាជ្ញាផ្ដល់ឲ្យយើងអាចយកចំណេះដឹងរបស់យើងទៅប្រើតាមរបៀបដែលត្រឹមត្រូវទៅប្រើតាមរបៀបមួយដែលផ្ដល់ផលបានល្អហើយទៅប្រើត្រូវពេលវេលាដ៏ត្រឹមត្រូវដូច្នេះប្រាជ្ញាជួយយើងឲ្យយើងអាចប្រើចំណេះដឹងរបស់យើងយ៉ាងមានប្រសិទ្ធភាពបំផុតជាពិសេសប្រាជ្ញាដែលមកពីព្រះជាម្ចាស់ប្រាជ្ញានឹងធ្វើឲ្យផ្ទះរបស់យើងរឹងមាំដោយសារតែយើងប្រើវាត្រឹមត្រូវនៅក្នុងជីវិតរបស់យើងប្រើវាត្រូវពេលនៅក្នុងជីវិតរបស់យើងហើយប្រាជ្ញាក៏នឹងជួយយើងឲ្យយើងអាចលំអជីវិតរបស់យើងពោពេញទៅដោយសុភមង្គលនិងពោពេញទៅដោយសេចក្តីសុខសាន្តដែលមាននៅក្នុងជីវិតដែរប្រាជ្ញានឹងផ្ដល់ឲ្យយើងមានកម្លាំងហើយការចេះដឹងក៏នឹងធ្វើឲ្យយើងកាន់តែប្រសើរឡើងដែរ
មុនពេលដែលយើងធ្វើអ្វីមួយយើងនឹងអង្គុយគិតប្រាជ្ញានឹងជួយយើងឲ្យការគិតរបស់យើងបង្កើតផលបានល្អសម្រាប់ជីវិតក្នុងសភៅកូឡូសជំពូកទី2ខទី3បានចែងថាត្បិតព្រះតម្រេះនិងប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់សុទ្ធតែលាក់នៅក្នុងអង្គព្រះគ្រីស្ទនឹងហើយពេលដែលយើងរកឃើញព្រះគ្រីស្ទនៅក្នុងជីវិតរបស់យើងប្រៀបបាននឹងការដែលរកឃើញប្រាជ្ញានិងការដែលរកឃើញចំណេះដឹងនៅក្នុងព្រះអង្គផ្ទាល់ដូច្នេះសូមលោកអ្នកទាំងគ្នាគោរពកោតខ្លាចព្រះអង្គប្រណិប័តតាមបញ្ញត្តិរបស់ព្រះអង្គនោះលោកអ្នកនឹងកើនចំណេះប្រាជ្ញានិងចំណេះដឹងនៅក្នុងជីវិតរបស់អ្នកដើម្បីឲ្យជីវិតរបស់អ្នកមានសុភមង្គលនិងមានសេចក្តីសុខសាន្តសូមព្រះជាម្ចាស់ប្រទានពរដល់លោកអ្នកទាំងគ្នាជួបគ្នាសប្តាហ៍ក្រោយជម្រាបលា